một ngày tới một ngày bông ôn tham mà cắt video ở toàn pe về lia chắc ta được bố cho là hội bông ôn này giờ trong tới ở min pe về lia tràn toàn được sao chẳng ngày nay nhung chay làm lẽ ông pi phơ tâm cờ hòm bông ôn mình mà đòn giờ trong bông ôn thọp xạ thọp nhâm hai hay còn thọp squat thọp khơi đá tâm bông ôn đấy cứ kê sầm đập nhâm chửi mồi đang chuột trường mon chuột trường tia rồi có tray xám mon tray nhiên tray nâng bông ôn cha ăn khô tê hai bà sinh chia bông ôn tầm nế bông ônយកtâm ta buôn pram mơ mất ba này bông ôn chẳng hay giờ giờ mà chặt của ban này bông ôn đang bài đang máu cũng ai đang pe chắc đang bài bộ ba này chẳng hay bông ôn chẳng chặt bài ná có tam chặt bông ôn đó ta sầm nhầm nhầm chặt bài nắng á hơi vì thì xa chặt bài nắng cứ luôn làm mình tê bông ôn ơi cha hay môn đừng dơ vô mà chặt vô mà hành chẳng cứ dơ trầm thực sự nó bông ôn cũng ai vì cả hai nền chẳng hết á hay nơi về để dương hành hai chứ dương tụng mà lại tới lỡ dương màu chạm bring ở cái đáy á hay chụp buộc bring prai hiện trở thì mà bông ônแต่ ปัน đang គឺ ខ្ញុំ phơi ស្ទើរ ទៅ ចាយ បងប្អូន ហើយ ចា ចឹង ហើយ យើង នៅ ពេល ដែល យើង តម្លាក់ ខ្ទឹម ក្រហម ចូល ក្នុង ប្រេង ហើយ បង ប្អូន ត្រូវ កូរ វា រហូត ទៅ បងប្អូន គឺ យើង អត់ អាច ទុក ចោល បាន ទេ បើ សិន ជា យើង ទុក ចោល យូរ ពេក គឺ វា អាច នឹង ខ្លោច ណា ចឹង ហើយ នៅ ពេល ដែល បងប្អូន កូរ ចូល កូរ ឡើង ហើយ បាន សម្បល់ ពណ៌ ប៉ុណ្ណឹង គឺ បងប្អូន ស្រង់ មក ណា កុំ ឲ្យ វា ខ្លោច ព្រោះ អី ខ្ទឹម តែ ទុក យូរ គឺ វា ឆាប់ ខ្លោច ខ្លាំង មែនតើ បើ សិន ជា យើង អត់ ស្រង់ ឲ្យ លឿន ណា គឺលះនឹងខ្លោចណាស់បងប្អូនបន្តមកទៀតគឺយើងចាក់ថ្មីយើងចូលទៀតមកហើយគឺកោដូចគ្នាបងប្អូនហើយកុំភ្លេចណាគឺប្រើប្រេងរៀងច្រើនតិចមកចាទៅបំពងទៅវាស្រួយបានល្អហើយឈ្ងុយទៀតបងប្អូនហើយតិចនេះក្នុងការធ្វើនេះខ្ញុំភ្លេចថតត្រង់ចំណុចកន្លែងរោយអំបិលបងប្អូននៅពេលដែលយើងហាន់ខ្ទឹមក្រហមហើយយើងកុំភ្លេចរោយអំបិលតិចផងតែដោយសារខ្ញុំចុចនិយាយចំទៅគឺខ្ញុំភ្លេចថតភ្លេចចុចថតបងប្អូនណាឥឡូវអាសាភ្លេចភ្លាំងខ្លាំងមែនតើហើយនៅពេលដែលយើងបំពងខ្ទឹមនឹងហើយគឺយើងវាឲ្យរៀងស្ដើងតិចមកណាបងប្អូនហើយនៅពេលដែលយើងចាក់ខ្ទឹមនឹងគឺកុំភ្លេចប្រើกระดาษបងប្អូនកระดาษជូតមាត់យើងនឹងយើងត្រូវពីក្រោមផងបងប្អូនមិនចឹងទេអត់កើតទេបើមិនចឹងទេគឺវាអត់ជក់ប្រេងណាបងប្អូនព្រោះថាខ្ទឹមនៅពេលដែលយើងបំពងគឺវាជក់ប្រេងខ្លាំងណាចឹងហើយយើងដាក់វា 4-5 តំណប់អីមកដើម្បីឲ្យវាបឺតយកអាជាតិប្រេងទាំងអស់ហើយនៅពេលដែលយើងដាក់ចូលក្នុងកន្លោក៏អញ្ចឹងដែរបងប្អូនកុំភ្លេចប្រើกระดาษជូតមាត់នឹងផងដើម្បីឲ្យវាជក់ប្រេងដូចតែយើងដាក់ចានអញ្ចឹងដែរហើយញ៉ាំចំបងប្អូនហើយឈ្ងុយហើយទុកបានយូរតែឡងស្រួយខ្ញោកហ្មងចំពោះក្រឡវិញបងប្អូនត្រូវប្រើក្រឡកែវបងប្អូនទៅទុកបានយូរបើសិនជាបងប្អូនទុកក្រឡជ័រគឺវាអាចនឹងធំក្លិនជ័របងប្អូនព្រោះដោយសារអីខ្ទឹមបំពងតែយើងត្រូវការចាក់ចូលហើយគឺវារៀងក្តៅអ៊ុនណាបងប្អូនហើយយើងគ្របទុកឲ្យស្អាតអញ្ចឹងមកតុងញ៉ាំទៅគឺរួចរាល់ហើយបងប្អូនអរគុណបងប្អូនដែលតែងតែតាមដានវីដេអូរបស់ខ្ញុំកន្លងមក